Hello សួស្តីបងប្អូនស្វាគមន៍មកកាន់ Channel មេប៉ាអំ VI នៅថ្ងៃនេះគឺយើងមកបន្តភាគទី213នៃរឿងពិភពថាពលវេទមន្តបន្តសាច់រឿងចាប់ផ្ដើមសាយក៏បានធ្វើដំណើរមកដល់ទីកន្លែងនេះហើយបានឃើញថាគឺមានកំណត់មួយផ្ទាំងដែលកំពុងតែបញ្ជូតនៅលើដើមឈើបាញ់នឹងបញ្ចូលជាច្រើនទៅកាន់សាយក៏បានគេឆ្វេងគេស្នាមនិងបានគិតថានេះគ្រាន់តែជាកំណត់មួយផ្ទាំងទេប៉ុន្តែកម្លាំងរបស់វាពិតជាគួរភ្ជាប់អើហើយហាក់មើលទៅកំណត់មួយផ្ទាំងហ្នឹងវាប្រកាសជាមិនស្តុកដោយកម្ពុជាជាងខ្លាំងកាលពីសម័យមុនជាជាមិនខានអញ្ចឹងក៏បានធ្វើដំណើរទៅមុខបន្តដោយនីតិកន្លែងនេះហៅថាភ្នោភ្លឹងអាស្រីជនគឺជាបានឃើញហើយក៏មានដុំថ្មធំជាច្រើនដែលវាគឺកំពុងតែរំកិលបង្កើតជាក្បួនលំពាត់សាក៏បានប្រើស្នេតដុំភ្លឹងត្រេបឡានថ្មវាយទៅបំបន្ទូផាំងឃើញថានៅខាងក្រោមគឺសុទ្ធតែក្រុងចឹងរបស់មនុស្សស្វាបានដឹងហើយក្រុងចឹងមនុស្សទាំងអស់ហ្នឹងប្រកាសជាមនុស្សដែលមកពីទ្វីបទៅ3000ហើយបើសិនបើខ្ញុំធ្វើផេះម៉ាទីប្រកាសជាបាត់បង់ជីវិតអញ្ចឹងក៏បានធ្វើដំណើរមកដល់ទីកន្លែងមួយទៀតដែលជាទីកន្លែងដើមឈើរន្ទះមានកម្លាំងតាមពលរន្ទះមិនទៅកាន់សាក៏បានព្យាយាមគិតថាវាគ្មានអ្វីដែលចម្លែកទេដែលថ្នាក់ដឹកនាំក៏ដូចជាមនុស្សជាងខ្លាំងជាច្រើនក៏ត្រូវបានស្លាប់បង់ជីវិតដោយសារតែទីកន្លែងទាំងនេះវាប្រជាគ្រោះថ្នាក់ខ្លាំងណាស់ហើយរយៈពេល2ខែបានកន្លងផុនស្វាក៏បានធ្វើដំណើរមកដល់ទីកន្លែងនេះនៅខាងមុខក៏មានទីក្រុងបុរាណមួយដែលភ្លាមគឺស្រាប់តែមានមនុស្សមួយក្រុមជិះសេះមកបន្ទាប់ពីបានឃើញអម្នាក់នេះដែលជាមេក្រុមក៏បានសួរថាឯងគឺជានរណាគេសាររបស់យើងបាននិយាយប្រាប់ខ្ញុំគឺជាមនុស្សដែលមកពីទ្វីបទាំង3000ធ្វើដំណើរទៅមុខដើម្បីចូលនៅក្នុងទីក្រុងដែលបានលឺចឹងហើយក៏បានបញ្ជាកូនចៅចូលទៅវាយសម្រាប់តែម្ដងស្វាយនៅវិញក៏បានសម័យដែលគិតទៅដល់ពេលសម្ដីរបស់វិស័យភ្នែកវិជាបាននិយាយហើយថាទីដានវារហូតឋានមួយយូរបញ្ចប់ទេគឺនៅលេងមានទៀតហើយបន្តមកគ្នាបពុរបស់ខ្ញុំនឹងមកទីនេះដើម្បីរួមផែនដីទាំងមូលស្វាយបានដឹងថាពួកមនុស្សទាំងអស់នេះគឺជាសត្រូវទិញយកតាមអត្តដលូប្រប្រាស់តែមិនក្បាច់ទេសម្រាប់ពួកអ្នកទាំងអស់គ្នាខ្ទេចយល់រំទៅពួកគេទាំងអស់គ្នាគឺមិនមែនជាមនុស្សទេប៉ុន្តែពួកគេគឺជាបិសាចហើយម្ចាស់ទេពួកគេក៏បានដុតខ្លួនសាពលឹងខ្លួនឯងគឺមិនចង់ឲ្យស្វាយប្រើប្រាស់កម្លាំងដើម្បីពិនិត្យមើលពលិវិជានឹងការចងចាំរបស់ពួកគេទេចំណេញរបស់ពួកគេពិតជាគ្មានដែនកំណត់អញ្ចឹងឲ្យស្វាយខ្លួនគេគួរតែចូលនៅក្នុងទីក្រុងបុរាណជាបន្តដើម្បីមើលបានដឹងថាតើមានរឿងអ្វីកើតឡើងឲ្យពិតប្រាកដភ្លាមស្វាយបានដឹងថាមានមនុស្សដែលកំពុងតែធ្វើដំណើរមកផ្លាស់ទីទម្លាក់ខ្លួននៅក្រោយដើមឈើដោយក៏ប៉ុន្តែនោះគឺជាកជ្រុងសួរនឹងឯងអ្នកបាននិយាយហើយថាមិនបាច់លាក់ខ្លួនទេខ្ញុំក៏បានឃើញលោកហើយកជ្រុងសួរនេះបាននិយាយលេងសើចចឹងណាហេតុអ្វីបញ្ជាលោកទៅលាក់ខ្លួននៅក្រៅដើមឈើអញ្ចឹងស្វាយបាននិយាយហើយថានាងគឺរួមដៃជាមួយនឹងសត្រូវមែនទេចំពោះកជ្រុងសួរនេះបាននិយាយបដិសេធហេតុអ្វីបញ្ជាលោកនិយាយពីសម្ដីទាំងអស់នេះអញ្ចឹងស្វាយបានគិតក្នុងចិត្តបន្តហើយមើលទៅនេះទីកន្លែងតំបន់ទាំងអស់ហ្នឹងគឺមិនស្ថិតក្រោមការគ្រប់គ្រងរបស់សត្រូវទាំងស្រុងទេហើយក៏បានដើរចូលនៅក្នុងទីក្រុងបុរាណជាមួយនឹងកជ្រុងសួរតែម្ដងម្ល៉េះស្វាយបាននិយាយថាហេតុអ្វីបញ្ជានាងធ្វើដំណើរមកលឿនជាងខ្ញុំអញ្ចឹងកជ្រុងសួរនេះបាននិយាយទៀតហើយកុំគិតថាលោកក៏បានបន្តផ្លូវអមតៈបាន3ហើយខ្ញុំគឺមិនអាចធ្វើដំណើរបានលឿនជាងលោកនោះហើយបាននិយាយតាមត្រង់ទៅនាងគឺធ្វើដំណើរតាមក្បួននៃកម្មការ teleport ក៏បានធ្វើដំណើរឆ្លងកាត់គ្រប់ទីកន្លែងគ្រោះថ្នាក់ក៏បានមកដល់ទីកន្លែងនេះអញ្ចឹងទៅមកដូចស្ហៅទេក៏បានធ្វើដំណើរឆ្លងកាត់ទីកន្លែងតំបន់គ្រោះថ្នាក់ជាច្រើនស្វែងខ្លួនគេពិតជាអយុត្តិធម៌ណាស់ហើយបើសិនបាននាងមកដល់ទីកន្លែងនេះមុនហើយតើបានជួបជាមួយនឹងអ្នកផ្សេងទៀតដែរទេហើយក៏បានសួរបន្តស្ទើរនៅទឹកដីក៏គ្មានមនុស្សនេះមានទីក្រុងបុរាណបែបហ្នឹងជាច្រើនកន្លែងដែរអត់នៅវិទ្យាកជ្រុងសួរនៃបាននិយាយប្រាប់មិនមានច្រើនទេហើយបើតាក់ទិនជាមួយនឹងទីក្រុងបុរាណដ៏អានកបាំងដែលពួកយើងក៏បានដាក់គោលដៅតាមស្វែងរកនោះទីក្រុងហ្នឹងគឺមានភាពអស្ចារ្យជាងទីក្រុងនេះរាប់ពាន់ម៉ឺនដងឯណោះដែលវាគឺជាទីក្រុងអត្រាឋានសួគ៌ដែលជាអ្នកដឹកនាំនៅតំបន់ទឹកដីក៏គ្មានមនុស្សកាលពីសម័យមុននឹងឯងមានកម្ពុជាខ្លាំងជាច្រើនក៏បានចូលនៅក្នុងទីក្រុងអត្រាឋានសួគ៌ដើម្បីបំពេញកិច្ចព្រមព្រៀងកាលពីបុរាណដូច្នេះឯងកូនចៅឬមួយក៏មនុស្សចំនួនក្រោយរបស់ពួកគេក៏បានចៅឬចៅកុលដោយរឿងមកនៅក្នុងទីក្រុងអត្រាឋានសួគ៌ដ៏អាត់កបាំងនឹងឯងចំពោះស្វាយបានត្រឹមតែនិយាយថាប្រសិនបើទីក្រុងអត្រាឋានសួគ៌គឺស្ថិតនៅទីកន្លែងនោះមែនហេតុអ្វីបើជានាងមិនចាក់ចេញទៅតាមស្វែងរកនៅទីក្រុងដ៏អាត់កបាំងនឹងអញ្ចឹងកំពុងតែនិយាយសោកគឺស្រាប់តែមានកម្លាំងអ្វីម្យ៉ាងក៏បានផ្ទុះឡើងទៅលើមេឃមនុស្សទាំងអស់គ្នាក៏ដូចជាស្វាយឯហ្នឹងគឺបានធ្វើមកទៅពិនិត្យមើលនៅវិទ្យាកជ្រុងសួរនេះបាននិយាយទិដ្ឋភាពដ៏ចម្លែកទាំងអស់ហ្នឹងក៏បានលេចឡើងជាញឹកញាប់ម្ដងនៅលើកំពូលភ្នំម្ដងទៀតនៅក្រៅទីក្រុងក៏ដូចជានៅក្រោមភ្នំអីចឹងទៅចំពោះស្វាយបានសម្លឹងឃើញថានេះហើយដូចជាកូនសាស៊ីលីងរបស់ក្មេងស្រីតូចតើម្ចាស់ទីស្វាយក៏មិនស្មានថាខាងកូនសាស៊ីលីងក៏បានបង្ហាញខ្លួននៅពេលនេះទេព្រោះសម័យនេះឈន់គឺអាចយកវិបានប្រកាសជានឹងមានរឿងបញ្ហាកើតឡើងមកជាចាប់ចឹងសាគឺមិនអាចនឹងឈន់គេគឺអាចយកនៅកូនសាស៊ីលីងទៅបានទេចំពោះកូនសាស៊ីលីងសម្រាប់ទៅការស្វាយទៅមុខរបស់ស្វាយដូចជាស្គាល់ខ្លួនវាចឹងណាប្រប្រាស់វិជាផ្លេចិត្តនិយាយជាមួយស្វាយនៅក្នុងព្រាវសេពស្វាយបាននិយាយថាពួកយើងតែបានជួបគ្នាថ្មីនេះទេចំពោះកូនសាស៊ីលីងនិយាយថាប្រដែរខ្ញុំក៏បានដេកលឹងលក់រយៈពេលរាប់ពាន់ម៉ឺនឆ្នាំហើយមិនបានពួកយើងស្គាល់គ្នាអញ្ចឹងស្វាយបាននិយាយ
ជាបញ្ជាក់ខ្ញុំក៏បានជួបឯងនៅក្នុងការសម័យទឹកដីអមតៈបុរាណកាលនៅក្នុងព្រៃវិស័យពណ៌ស្វាយនេះដែរអញ្ចឹងឯងវិក៏បានយំហើយក៏មិនស្មានថាបានជួបគ្នានៅពេលនេះអញ្ចឹងទេយល់ទៅវិក៏បានចងចាំរឿងគ្រប់យ៉ាងទាំងអស់វិក៏បានរឿងចាំម្ចាស់របស់វានៅទីនេះជាច្រើនឆ្នាំមកហើយប៉ុន្តែពនាងគឺមិនបានបង្ហាញខ្លួនមកទេចំពោះស្វាយនៅវិញបានគិតថាមនុស្សស្មានថាដោយការស្មោះសម័យរបស់ខ្ញុំចូលនៅក្នុងទឹកដីអមតៈបុរាណកាលកាលពីសម័យមុនវាគឺជាការពិតទេវាគឺមិនជាការបំភាន់ឡើយដូច្នេះស្វាយក៏បានហៅកូនសាស៊ីលីងឲ្យទៅជាមួយនឹងខ្ញុំទៅដោយនីតិកន្លែងនេះគឺកំពុងតែមានភាពវឹកវរពួកយើងគួរណាតែប្រឆាំងជាមួយសត្រូវដើម្បីសងសឹកឲ្យពួកអ្នកទាំងអស់គ្នាដែលបានបាត់បង់ជីវិតចំពោះកូនសាស៊ីលីងវាក៏មិនចង់ទៅណាទេវាគឺនៅទីនេះដើម្បីរងចាំម្ចាស់របស់វាត្រឡប់មកវិញតែស្វាយបានបញ្ជាក់ថាពួកគេទាំងអស់គ្នានោះគឺមិនអាចធ្វើត្រឡប់មកវិញបានទេចំពោះកូនសាស៊ីលីងវាជឿជាក់ថាម្ចាស់របស់វាគឺដូចជាអ្នកទាំងអស់គ្នាកាលពីសម័យមុនប្រកាសជានឹងបង្ហាញខ្លួនម្ដងទៀតស្វាយនៅវិញគឺនៅតែព្យាយាមឲ្យកូនសាស៊ីលីងទទួលយកកាប់ពិតទៅឬទាំងអស់នេះវាក៏មិនអាចទៅរួចទេតម្លៃតែមកចោះគិតថានៅពេលដែលស្វាយខ្លួនគេនិយាយពីសម្ដីកាប់ពិតទាំងអស់ហ្នឹងវាប្រកាសណានឹងឲ្យកូនសាស៊ីលីងពិបាកចិត្តកាន់តែខ្លាំងប៉ុន្តែស្វាយគឺគ្មានជម្រើសទេគ្មានតែនិយាយប្រាប់កាប់ពិតឲ្យកូនសាស៊ីលីងភ្ញាក់ពីការសម័យរបស់វាតែចំណាក្តីកូនសាស៊ីលីងវានិយាយហើយទោះបីជាវានៅពេលនេះតូចក៏ដោយប៉ុន្តែការគិតនិងការស្មោះស្ម័យរបស់វាក៏បាននឹងច្បាស់លាស់ខ្លាំងណាស់ដែលវាប្រកាសថាម្ចាស់របស់វាគឺដូចជាអ្នកទាំងអស់គ្នានឹងបង្ហាញខ្លួនមកម្ដងទៀតដូចជាលោកអញ្ចឹងលោកគឺអាចស្មោះស្ម័យស្បិនចូលនៅក្នុងទឹកដីអមតៈបុរាណកាលពីសម័យមុនបានហើយដូច្នេះពួកអ្នកទាំងអស់គ្នាក៏ដូចជាម្ចាស់របស់ខ្ញុំនឹងអាចបង្ហាញខ្លួននាពេលបច្ចុប្បន្ននេះបានជាមិនខានដែរហើយចំពោះស្វាយបានគិតក្នុងចិត្តមូលហេតុដែលគេអាចចូលនៅក្នុងបននៃអមតៈបុរាណកាលកាលពីសម័យមុនបានគឺដោយសារតែស្ដេចអមតៈជួងទិវាភាពហើយនឹងស្ដេចអមតៈភ្លើងទាំង6ទេដែលពួកគាត់បានប្រើប្រាស់កម្លាំងប្រមគ្នាទិញពេលវេលាលំហពីអតីតកាលឬមួយក៏អនាគតរួមបញ្ចូលគ្នាអញ្ចឹងទៅដូច្នេះស្វាយបាននិយាយសួរកូនសាស៊ីលីងហេតុអ្វីបញ្ជាសាស៊ីលីងគឺអាចរស់រានមានជីវិតបានអញ្ចឹងនៅក្នុងលំពេលនោះក៏មានលំហភ្លើងមេឃមួយចាប់ទាញកូនសាស៊ីលីងឲ្យចាក់ចេញឲ្យធ្លាក់ចូលនៅក្នុងលំហអកលល្បិចវាក៏ត្រូវបានដេកលក់រយៈពេលរាប់ពាន់ម៉ឺនឆ្នាំហើយរយៈពេលថ្មីៗហ្នឹងវាទើបតែខ្ជាប់ពីដេកលក់ទេដូច្នេះវាក៏បានចេញមកក្រៅវិញនិយាយប្រស្វាយមិនបាច់បារម្ភពីខ្លួនវាទេដោយសារតែវាគឺមានអាវុធវេទមន្តអាចលាក់បាំងខ្លួនឯងបានហើយគ្មាននរណាគេមានអាចរកឃើញវាឬក៏ចាប់វាបានឡើយហើយក៏បានចាក់ចេញទៅមនុស្សទាំងអស់គ្នាក៏បានចាក់ចេញទៅរៀងខ្លួនស្វាយនៅវិញបានត្រឹមតែនិយាយប្រាប់ជើងសួរពួកយើងគួរណាតែកុំភ្លេចគោលដៅគឺតាមស្វែងរកទីក្រុងដោយអាចកំបាំងគឺជើងសួរនៅពេលជាចម្លែកនៅក្នុងចិត្តថានៅក្នុងខ្សែភ្នែករបស់ស្វាយដូចជាមានរឿងដោយអាចកំបាំងមួយដែលត្រូវលាក់បាំងនាងចឹងចំពោះស្វាយគឺមិនចង់និយាយរ៉ៃរាប់ច្រើនទេក៏បានធ្វើមកទៅមុខបន្តមកដល់ទីកន្លែងនេះហៅថាប្រាសាទបូជាភ្លាមគឺស្រាប់តែមានមនុស្សមួយក្រុមជាសេះធ្វើដំណើរមកដែលពួកគេគឺជាក្រុមបិសាចនឹងឯងនៅពេលដែលកញ្ជើងសួរនឹងបានដឹងថាមើលទៅមនុស្សមួយក្រុមនេះពួកគេគឺជាអ្នកមានសមត្ថភាពហើយហាក់មើលទៅមនុស្សជាច្រើនក៏ត្រូវបានបាត់បង់ជីវិតនេះពិតជាងឿនឆ្ងល់ខ្លាំងណាស់តែទៅវិញបញ្ជាពួកគេមកដេញតាមពួកយើងទៅមុខរបស់ពួកគេពិតជាមានកម្លាំងខ្លាំងក្លាណាស់អញ្ចឹងអាមីក្រុមក៏បាននិយាយថាឯងគឺជាអ្នកដែលបានសម្លាប់ក្រុមទី19របស់ខ្ញុំគាត់ធ្វើកញ្ជើងសួរនឹងពិតជាចាប់អូលោកគឺអាចសម្លាប់ក្រុមរបស់ពួកគេបានទៀតអញ្ចឹងអាមីក្រុមគេនឹងបាននិយាយគម្រាមឯងក៏បានសម្លាប់ក្រុមបពុះរបស់ខ្ញុំអញ្ចឹងស្ថានភាពគេឡើងទីវាហៅថានេះឯងក៏មិនអាចផ្លាស់ទីទៅណាបានទេចំពោះស្វាយនៅវិញបាននិយាយថាខ្ញុំក៏បានធ្វើដំណើរអស់រាប់ពាន់គីឡូម៉ែត្រដីហើយតែឯងគឺសម្អាងអីមិនឲ្យខ្ញុំផ្លាស់ទីនៅទីកន្លែងនេះបានអញ្ចឹងប្រើប្រាស់កម្លាំងជន់ជើងទៅនឹងដីផាច់ផ្ទុះនៅកម្លាំងរន្ទះដ៏ខ្លាំងអាមីក្រុមគេនឹងបាននិយាយឲ្យឯងគឺអាចសម្លាប់ក្រុមទី19របស់ខ្ញុំបានសមត្ថភាពរបស់ឯងពិតជាខ្លាំងពួកយើងគឺមិនអាចធ្វើជាគូស្ត្រូវរបាយបានទេប៉ុន្តែចំណាក្តីខ្ញុំគឺសម្រាប់ឯងនៅថ្ងៃនេះក៏ត្រូវតែស្លាប់យកគុណក្បិតអាចដៃខ្លួនឯងយកខ្លឹមសារឈាមធ្វើការបូជាលើកដៃឡើងលើសុទ្ធសម្លេងបល័យគាត់ធ្វើឲ្យប្រសាទបូជានឹងរំកើវិកជាអាសនៈនៃការបូជានឹងឯងដែលបានពុះឲ្យលំហមេឃមួយប្រឡោះក៏ជុំសួននឹងបានដឹងថាដោយការបូជានេះវិគឺទីមពេលវេលាលំហហើយគឺក៏ហៅបិសាចដល់មកពីព្រំដែនខាងក្រៅចូលមកស្វាយនៅវិញបានគិតក្នុងចិត្តបិសាចដល់មកពីក្រៅព្រំដែនក៏បានបង្ហាញខ្លួនហើយក៏មិនស្មានថារឿងរ៉ាវដែលបានកើតឡើងកាលពីសម័យអមតៈគឺបានមកសល់ទុកជាច្រើនចឹងទេបើតែទៅជាមួយនឹងរឿងបញ្ហាទាំងអស់នេះមិនដឹងថាណាគេអាចបញ្ចប់វាបានទេរឿងទាំងអស់នេះវាពិតជាកាត់ឡើងលឿនពេកហើយស្វាយខ្លួនខ្ញុំគឺមិនតន់ត្រៀមខ្លួនរួចជាស្រេចនៅឡើយផងអញ្ចឹងឯងក៏បានប្រើប្រាស់ស្នេហ៍មេឃធីលីវចូលទៅរារាំងតែក៏ត្រូវបានកម្លាំងដ៏អស្ចារ្យនឹងបំផ្ទុះផាំងសម្លេងដែលបាននិយាយចេញពីលំហមេឃនិយាយថាខ្ញុំគឺបង្ហាញខ្លួននៅពេលនេះហើយតែណាគេក៏ហ៊ានបាញ់ជប់ខ្ញុំចំពោះកញ្ជើងសួរបានសម្បត្តិទៅកាន់អ្នកទាំងអស់គ្នាដែលកំពុងតែប្រើប្រាស់ក្រុមសារឈានធ្វើការបូជានេះក៏បានប្រើប្រាស់កម្លាំងវាយសម្រាប់អាមីក្រុមម្នាក់នេះបាត់បង់ជីវិតគាត់ធ្វើស្វាបជាជាប៉ាកម្លាំងនៃការវិភាគរបស់កញ្ជើងសួរដូចជាអាសូរ៉ាចឹងមើលទៅនាងគឺស្ពាយភាពធម្មតាទេប៉ុន្តែកម្លាំងប្រយុទ្ធរបស់នាងពិតជាគួរឲ្យភ័យខ្លាច
ដូច្នេះស្វ័យក៏បានទិញយកដើមអត្តដែលលូសម្រាប់ខ្លួនទៅសម្រាប់ពុនអ្នកទាំងអស់គ្នាមួយប្រព្រឹត្តភ្នែកដូចជាដើម្បីរៀងបញ្ឈប់នៅលំហភ្លើងមេឃដែលបានបើករហែងប៉ុន្តែគឺវាមិនអាចទៅរួចឡើយក្រុមសាឈានទាំងអស់ក៏ត្រូវបានចម្បាញ់បញ្ចូលគ្នាសម្លេងមនុស្សម្នាក់នោះបានជាបន្តវាគឺពិតជាគួរចាប់អារម្មណ៍ហើយហាក់មើលទៅគូប្រជែងរបស់ខ្ញុំនៅពេលនេះគឺមិនចាញ់មនុស្សកាលពីសម័យបុរាណកាលអមតៈពីសម័យមុនទេក្រុមសាឈានជាច្រើនក៏បានហមលំពត់នៅទី2គឺដូចជាយករលកាយស័ក្តិសមរបស់អ្នកទាំងអស់គ្នាអពុគេរស់រានមានជីវិតវិញផងដែរស្វ័យនៅវិញក៏បានប្រើប្រាស់កម្លាំងវាយកំចាត់ជាមួយនឹងរលកាយស័ក្តិសមអ្នកទាំងអស់គ្នាផ្ទុះឡើងរំជួយក៏ប៉ុន្តែពួកអ្នកទាំងអស់គ្នានៅតែអាចបង្កើតរលកាយរបស់ពួកគេកាត់ឡើងមកខ្សែជាថ្មីស្វ័យបានជាប្រាប់កញ្ជើងសួរនាងគូណាតែទូទុកស្កាត់ជាមួយនឹងអាចងសាស័ព្ទទាំងអស់នេះខ្ញុំនៅវិញគឺទៅវាយគ្នាជាមួយនឹងអាមេបិសាចអញ្ចឹងស្វ័យក៏បានផ្លាស់ទីទៅជើងលឿនវាយជាមួយនឹងអាមេបិសាចតាក់គេមួយជុំប៉ាំងស្វ័យបានជាបាប់ឌូដងសមត្ថភាពរបស់ឯងមានតែប៉ុណ្្នឹងទេអីហេតុវាបើជានិយាយពីសម្លេងកេងកាងដូចថ្នាក់នេះអញ្ចឹងអាមេបិសាចក៏ពិតជាខឹងប្រប្រាស់កម្លាំងបាញ់ហត់ឡើងទៅលើមេលេចចេញឡើងនឹកដុំថាពលពីស្វ័យបាននឹងថានោះវាគឺជាក្របពូជអមតៈហើយនឹងបាននិយាយថានេះវាគឺជាវិធីសាស្ត្រអមតៈកាលពីសម័យមុនតើអញ្ចឹងគឺវាពិតប្រាកដហើយដោយក្របពូជអមតៈនេះក៏បានបំពេញយុវជនកំពូលកាលពីសម័យបុរាណកាលអមតៈនឹងឯងអញ្ចឹងក៏បានប្រើប្រាស់កម្លាំងព្រមគ្នាគប់ទៅកាន់សៀហៅស្វ័យក៏បានប្រើស្នូវិជាវិទ្យាមន្តនៃការចាប់បដិសិទ្ធិឡើងវិញទៅបំផ្ទុះផាំងក៏ដូចជាទៅចាក់នៅអាមេបិសាចនឹងជាច្រើនកន្លែងឲ្យគេរករបួសយ៉ាងធ្ងន់ផងដែរអញ្ចឹងអាចងសាស័ព្ទនៅខាងក្រោមក៏ត្រូវបានលលីបានអាមេបិសាចបាននិយាយថានេះក្រណជាបំណែកមួយនៃរូបកាយពិតរបស់ខ្ញុំតែប៉ុណ្ណោះហើយបើសិនបើរូបកាយពិតរបស់ខ្ញុំមកវិញឯងគឺមិនអាចទប់ស្កាត់ជាមួយនឹងខ្ញុំបានទេប្រប្រាក់កម្លាំងបាញ់ហត់ឡើងទៅលើមេឃម្ដងទៀតស្វ័យបានឃើញចឹងប្រាប់កញ្ជើងសួរគុណតែបំបែកអាសនៈនៃកម្ពុជាទៅកុំអោយអាមេបិសាចក៏ហៅរូបកាយពិតរបស់គេមកអីស្វ័យខ្លួនគេបន្តក៏បានប្រាប់តាស្និតតន្ត្រីមាសចូលទៅទប់ស្កាត់ជាមួយនឹងអាមេបិសាចបន្ទូផាំងចំណែកឯកញ្ជើងសួរអ្នកបានប្រាប់កម្លាំងរបស់នាងបំបែកអាសនៈនឹងខ្ទេចអាមេបិសាចពិតជាខឹងនាងយល់តែនាងនឹងហើយគឺជាអ្នកបាញ់ឈប់ឬមួយក៏បំផ្លាញឯងនឹងឯងអញ្ចឹងមិនយូរមិនឆាប់ទេអាមេបិសាចវានឹងគ្រប់គ្រងពិភពលោកមួយនេះហើយមនុស្សទាំងអស់គ្នាក៏ប្រៀបបានដូចជាសត្វសមុទ្រហើយនឹងចៃចឹងដែរអញ្ចឹងឯបំណែករូបនីយរបស់មេបិសាចក៏ត្រូវបានលេបានចំពោះស្វ័យបានគិតថាដោយការវិភាគពីសត្រូវពពុះបិសាចទាំងអស់នេះគឺវាមិនជារឿងចៃដន្យទេប្រកាសជាត្រូវបានរៀបចំជាយូរណាស់មកហើយមានអាសនៈនៃការបូជាជាច្រើនរាប់មិនអស់នៅពេលដែលការប្រយុទ្ធគ្នាដ៏ធំបានផ្ទុះឡើងមែនបុបិសាចប្រកាសជានឹងបញ្ជូនកងទ័ពជាច្រើនតាមរយៈអាសនៈនៃការបូជាជាមិនខានដូចជាបានគៀនស្រាប់ហើយមានពលិពណ៌ឈាមក៏បានផ្ទុះចេញឡើងលើកំពូលភ្នំជាច្រើនជុំវិញបរិវេណនេះដែលនៅវិកជាអាសនៈនៃការបូជានឹងឯងអញ្ចឹងសាច់រឿងរបស់យើងនៃភាគទី213ក៏ត្រូវបានកាត់ស្លេះតែប៉ុណ្្នឹងដែរបងប្អូនដូច្នេះហើយគឺយើងនឹងជួបគ្នាជាមួយនឹងភាគថ្មីជាបន្តទៀតអរគុណច្រើន